ពេលបានដើរទៅវាលស្រែចេះតែនឹកឃើញរឿងខ្លួនឯងកាលពីនៅក្មេងៗបបួលមិត្តភ័ក្តិក្នុងភូមិ2 3នាក់ហ្នឹងសិតតែអ្នកចំណាប់ហ៎ដើរទៅឃើញគេដាក់ទ្រូនៅលើភ្លឺស្រែហ្នឹងហើយគ្នា3 4នាក់ហ្នឹងសិតតែជាកម្ពូមនុស្សដែរគ្រាន់តែឃើញទ្រូគេត្រូវគំនិតគ្នាបបួលគ្នាលួចគូសទ្រូគេយកត្រីតែម្ដងពេលដែលនាំគ្នាកំពុងតែគូសទ្រូយកកូនត្រីសុកហ្នឹងម្ចាស់គេមកតន់ម្នាក់នាំគ្នារៀនស្រាំស្លោចង់លិចនួមបន្តិចចង់អីដែរហ្នឹងពេលដែលម្ចាស់គេនៅដើររៀងឆ្ងាយអត់ទាន់ស្គាល់ទេពេលដែលគាត់ដើរកាន់តាគៀកទៅបានដឹងថាម្ចាស់ទ្រូហ្នឹងគឺជាគូរូបរៀនថ្នាក់ខ្ញុំតែម្ដងមានរត់តែណារួចគេចាប់បានទាំងអស់គ្នានឹងម្ចាស់ស្រែហើយម្ចាស់ទ្រូទីដល់ទៅពេលស្អែកឡើងត្រូវចូលរៀនប៉ះជាមួយនឹងម៉ោងគាត់មានអ្នកណាអត់ហ៊ានមើលមុខគ្រូទេឈ្ងោកមុខចុះរហូតហើយមកដល់ឥឡូវនេះនៅតែមិនចង់អាចោលគំនិតនឹងទៀតឃើញគេដាក់ទ្រូដាក់លបដាក់លងអីហ្នឹងចង់តែលួចមើលរបស់គេតែអត់ទេបោះបង់ចោលហើយពេល stress ពេលមួម៉ៅពេលធុញថប់អីដើរទៅវាលស្រែក្បែរផ្ទះហ្នឹងនិយាយពីថាអារម្មណ៍ស្រស់ស្រាយយកតាណាមិនអស់ទេជាពិសេសពេលល្ងាចអញ្ចេះទៀតបានមើលថ្ងៃលិច